ប្រវត្តិប្រាសាទតាមុនធំឈ្មោះប្រាសាទតាមុនធំអ្នកកសាងព្រះបាទសូរ៉ាម៉ាន់ទេពទី1កាលបរិច្ឆេទកសាងសតវត្សទី11ប្រទេសថ្វីព្រះអេសុងស្ថាបត្យកម្មរចនាបថបាយ័នពីលើភូមិតាមុនសែនជ័យឃុំគោកមួនស្រុកបន្ទាយអំពើខេត្តឧត្តរមានជ័យរូបភាពតូចប្លង់ប្រាសាទតាមុនធំប្រាសាទតាមុនធំជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅសតវត្សទី11ដល់ទី13ដោយព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិតាមុនសែនជ័យឃុំគោកមួនស្រុកបន្ទាយអំពើខេត្តឧត្តរមានជ័យដែលមានប្រាសាទដំរីទ្រោមនៅក្បែរនោះនិងមានចម្ងាយ13គីឡូម៉ែត្រពីប្រាសាទតាក្របីដែលស្ថិតនៅលើជួរភ្នំដងរែកបើតាមឯកសារព្រឹទ្ធាចារ្យដែលរូបនិងថែនៅប្រាសាទនេះបានបញ្ជាក់ថាការដំឡើងប្រាសាទតាមុនតមូលមានឈ្មោះថាប្រាសាទវេទមន្តលុះក្រោយមកក៏ក្លាយជាប្រាសាទតាមុនរហូតមកដល់សព្វថ្ងៃនេះប្រាសាទតាមុនធំជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មណ៍សាសនាប្រាសាទកសាងឡើងនៅក្នុងសម័យអាណាចក្រអង្គរដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែកប្រសិនបើគ្មានដើមឈើនៅលើជម្រាលភ្នំនៅពីមុខប្រាសាទគេនឹងឃើញមានទិដ្ឋភាពដ៏ស្អាតលើដីទំនាបរបស់កម្ពុជាឆ្ពោះទៅភាគខាងត្បូងប្រសិនបើគេចេញពីខ្លោងទ្វារប្រាសាទគេអាចធ្វើដំណើរលើផ្លូវបុរាណដែលមកពីរាជធានីអង្គរចំណែកនៅខាងក្រោមមានស្រះទឹកបុរាណមួយប្រាសាទតាមុនធំជាប្រាសាទដែលតម្កល់ព្រះសិវលិង្គធម្មជាមួយដែលមានឈ្មោះថាស្វាយចម្ពោះលិង្គដែលមានន័យថាលិង្គដែលកើតឡើងដោយខ្លួនឯងលិង្គធម្មជាតិដែលមានភាពល្បីល្បាញដូចគ្នាទៅនឹងព្រះសង្ឃនៅប្រាសាទវត្តភូនៅក្នុងទឹកដីប្រទេសឡាវនៅពេលបច្ចុប្បន្នលក្ខណៈពិសេសមួយទៀតរបស់ប្រាសាទតាមីនឺធំគឺជាការតម្រង់ទិសនៃប្រាសាទប្រាសាទបុរាណខ្មែរបុរាណភាគច្រើនតម្រង់ទិសឆ្ពោះទៅទិសខាងកើតចំ90ដឺក្រេហេតុនេះអនុញ្ញាតឲ្យព្រះអាទិត្យរះដើម្បីបំភ្លឺអាទិទេពនៅទីចម្រោះកណ្ដាល2ដងក្នុងមួយឆ្នាំប្រាសាទខ្មែរពី3ប៉ុណ្ណោះដែលមានក្លោងទ្វារបែរមុខទៅទិសខាងត្បូងដូចជាប្រាសាទភិមិនិងប្រាសាទតាមុនធំប្រាសាទដែលបែរមុខទៅទិសខាងត្បូងមានការជាប់ទាក់ទងនឹងព្រះយមរាជគឺជាព្រះអាទិទេពនៃការស្លាប់ប្រាសាទភិមិក៏ដោយប្រាសាទតាមុនធំបានបែរទៅទិសខាងត្បូងដែលតម្រាំងទៅរករាជធានីអង្គរប្រាសាទតាមុនធំបែរមុខទៅទិសខាងត្បូងមាន171.5ដឺក្រេដែលមាន8.5ដឺក្រេទៅខាងត្បូងនិងមាន24ដឺក្រេតម្រាំងទៅកាន់រាជធានីអង្គរលក្ខណៈពិសេសនៃទីតាំងដ៏អស្ចារ្យនេះក៏ដោយសារតែវត្តមានរបស់ថ្មធម្មជាតិមួយដែលមានលក្ខណៈសើមជានិច្ចបណ្ដាលមកពីចរន្តទឹកដែលផុសចេញពីបាតភ្នំគឺថ្មធម្មជាតិនេះហើយដែលត្រូវបានគេប្រដូចទៅនឹងព្រះសិវលិង្គឬលិង្គព្រះឥសូរដ៏មានមហិទ្ធិឫទ្ធិក្នុងសម័យកាលបុរាណគឺប្រការនេះហើយដែលថ្មលឹងស្វ័យចម្ពោះបានក្លាយទៅជាចំណុចកណ្ដាលឬបេះដូងនៃប្រាសាទតាមុនធំដោយហេតុថាមានការសាងសង់ប្រាង្គប្រធានហុំព័ទ្ធពីលើព្រំទាំងសំណង់ឧបសម្ព័ន្ធនានានៅជុំវិញក្នុងបរិបទនេះហើយទីតាំងនៃប្រាសាទកាន់តែស័ក្តិសិទ្ធិឡើងមួយជាទ្វេដង